vậy cứ chi admin bà số đây bằng phần ở khía và cùng một can video thay bàในក្នុង video នេះខ្ញុំនឹងមកប្រាប់បងប្អូនគ្នាក៏ដូចជាមកបញ្យល់បងប្អូនគ្នាអំពីតើអ្វីគឺជា admin បាទដោយសារតែខ្ញុំឃើញថាមានបងប្អូនដៃថ្មីច្រើនជាពិសេសគឺគាត់ចាប់អារម្មណ៍ជាមួយនឹងការរលុយជាមួយនឹងវិស័យ MMO ជាពិសេស Facebook បាទអញ្ចឹងគាត់អត់ស្គាល់ថាអ្វីគឺជា admin ទេបាទជាពិសេសបងប្អូនមួយទៀតដែលទិញ page ក៏ដូចជាទិញ account អីចឹងទៅបាទគាត់អត់ស្គាល់ទេថាអ្វីគឺជា admin ដល់ពេលដែលមានបងប្អូនផ្សេងធ្វើការប្រាប់គាត់ថាឲ្យគាត់ធ្វើការ copy link account ក៏ដូចជា copy link admin គឺគាត់អត់ដឹងទេគាត់អត់យល់ទេថាអ្វីគឺជា admin នៅក្នុងវីដេអូមួយនេះបងប្អូននឹងចេះហើយនឹងយល់គ្រប់គ្នាហើយដើម្បីយើងឈានទៅដល់ការបញ្យល់កុំភ្លេចជួយ follow page ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗក៏ដូចជាចំណេះដឹងថ្មីៗបន្តទៅមុខទៀតអញ្ចឹងដើម្បីបញ្យល់បងប្អូនថាតើអ្វីគឺជា admin ហ្នឹងងាយស្រួលទេបងប្អូនបាទ admin ហ្នឹងគឺជា account Facebook របស់យើងហ្នឹងឯងដែលគេឲ្យឈ្មោះថា admin ហើយពាក់ព័ន្ធជាមួយ account Facebook របស់យើងហ្នឹងគឺយើងអត់ប្រកាន់ថាតើតែ admin ហ្នឹងឬមួយ account Facebook ហ្នឹងគឺជា account បរទេសដែល support ជាមួយនឹងការរកលុយបានជាគេហៅថា admin អត់គិតចឹងទេមានន័យថា account Facebook យើងហ្នឹងឲ្យតែជា account Facebook គឺមានន័យថាវាជា admin ហើយបាទអញ្ចឹងបងប្អូនសូមឲ្យតន់កន្លែងហ្នឹងបងប្អូនខ្លះក៏អត់យល់កន្លែងហ្នឹងទៀតគាត់គិតថាតតែ account Facebook ហ្នឹងគឺជា account ដែល support ក្នុងការរកលុយជាមួយនឹង Facebook បានគេឲ្យឈ្មោះថា admin គេអត់គិតចឹងទេគឺ account នេះក៏ដោយឲ្យតែវាមានឈ្មោះថាជា account Facebook ក៏ដូចជាបង្កើតបានចេញជា account Facebook អាហ្នឹងហើយគឺជាគេហៅថា admin ហើយបាទអញ្ចឹងអត់មានអីដែលពិបាកយល់ទេគឺ account Facebook ហ្នឹងហើយគឺជា admin ហ្នឹងហើយមួយទៀតក្នុងការ copy link account ដែលគេហៅថាការ copy link របស់ admin ដើម្បីផ្ញើជូនទៅបុគ្គលម្នាក់ផ្សេងការគេធ្វើយ៉ាងម៉េចបងប្អូនត្រូវចុចកន្លែងនេះឈរនៅលើ admin ហើយបងប្អូនត្រូវចុចកន្លែង 3 ខាងលើនេះមកហើយបងប្អូន scroll ទៅលើបន្តិចបងប្អូននឹងឃើញពាក្យមួយដែលគេដាក់ថា copy profile link បងប្អូនឃើញទេអញ្ចឹងបងប្អូនគ្រាន់តែធ្វើការចុចនៅលើហ្នឹងមក click ទៅវានឹង copy auto ហើយបន្តមកទៀតធ្វើដើម្បីយើងបញ្ជូនក៏ដូចជា pass នៅ link ហ្នឹងទៅឲ្យបុគ្គលម្នាក់ទៀតយើងគ្រាន់តែធ្វើការចូលមកកាន់ Messenger ឬមួយក៏ Telegram ដែលបងប្អូនចង់បញ្ជូន link ហ្នឹងទៅឲ្យគេបងចុចទៅលើឈ្មោះហ្នឹងហើយបងប្អូនធ្វើការចុចលើកន្លែងដែលយើងចង់បញ្ជូនចុចឲ្យជាប់មកវានឹងចេញពាក្យថា pass អញ្ចឹងបងប្អូនចុចលើពាក្យថា pass ហ្នឹងទៅវានឹងបង្ហាញក៏ដូចជាបញ្ជូន link ហ្នឹងទៅបុគ្គលដែលយើងចង់ផ្ញើ link ទៅឲ្យគេហើយបាទហ្នឹងហើយគឺជាការ copy link ផ្ញើទៅបុគ្គលម្នាក់ទៀតបាទអញ្ចឹងវីដេអូហ្នឹងគឺមានប៉ុណ្ណឹងសង្ឃឹមថាបងប្អូននឹងយល់គ្រប់គ្នា